ចាសូមជំរាបសួរបងប្អូនទាំងអស់គ្នារៀបត្រីស្ងាត់ជួបជាមួយនឹងនាងខ្ញុំអានអត្ថបទរបស់អ្នកនិពន្ធសែតហត្ថាជាបន្តទៀតចាដែលអត្ថបទនោះមានចំណងជើងថាកុនសែងសមហាកំពែងថ្មគ្រាប់ពូជចាអត្ថបទនេះអ្នកនិពន្ធសរសេរឲ្យយើងឆ្ងល់តែម្ដងចាតែអត្ថបទនេះមានអត្ថន័យយ៉ាងណាសូមបងប្អូនតាមដានដូចតទៅចាបើយើងធ្វើជាជំរឿសមួយក្នុងចំណោមជំរឿសជាច្រើនផ្សេងទៀតយើងអាចនឹងត្រូវបានគេជ្រើសរើសឬអាចអត់ប៉ុន្តែបើយើងបង្កើតជំរឿសជ្រើសឲ្យច្រើនខ្លួនឯងយើងនឹងជ្រើសរើសយកជំរឿសណាមួយដែលល្អជាងគេចាបងប្អូនអាចចារណាបានក្នុងសង្គមខ្មែរយើងគេច្រើនប្រៀបធៀបនារីប្រដូចទៅនឹងក្រណាត់សម្ពុតសឬកន្សែងសមួយផ្ទាំងពាក្យនេះបាននិយាយពីមាត់មួយទៅមាត់មួយជាពិសេសគឺចាស់ដែលគាត់តែនិយាយពេលគាត់អប់រំប្រដៅកូនចៅជាដើមក្នុងនាមខ្ញុំជានារីម្នាក់ខ្ញុំក៏ឆ្ងល់ចំពោះប្រយោគខាងលើនេះដែរចាតើមួយជីវិតកើតមកជាមនុស្សស្រីអាចឲ្យគេប្រៀបធៀបបានត្រឹមតែជាសម្ពុតសឬកន្សែងសមួយផ្ទាំងទេឬមិនអាចคล้ายជាមហាកំពែងមួយផ្ទាំងដែលរឹងមាំទេឬយ៉ាងម៉េចក្នុងកំណើតជាមនុស្សម្នាក់នៅលើโลกនេះទោះបីជាស្ត្រីក្តីឬបុរសក្តីបើយើងដកចេញនៅប្រពៃណីវប្បធម៌ទំនៀមទម្លាប់ក្នុងសង្គមឬជាតិសាសន៍មួយនោះអ្វីដែលយើងម្នាក់នៅសល់គឺភាពជាមនុស្សធម្មតាដូចតែគ្នានឹងយើងគឺជាមនុស្សដែលមានបេះដូងមានមនោសញ្ចេតនាមានអារម្មណ៍មានការគិតមានការថ្លឹងថ្លែងមានគំនិតប្រាជ្ញាគឺវាដូចគ្នាទាំងអស់ទេតើបើមនុស្សស្រីចេះឈឺចាប់នោះមនុស្សប្រុសក៏ចេះឈឺចាប់ដូចគ្នាមនុស្សស្រីចេះយំមនុស្សប្រុសក៏ចេះយំដូចគ្នាហើយមនុស្សស្រីថែមទាំងអស្ចារ្យត្រង់ដែលគាត់អាចជ្រើសរើសដើរតួនាទីជាម្ដាយជាស្ត្រីមេផ្ទះជាប្រពន្ធជាកូនប្រសានិងត្រូវរ៉ាប់រងការងារកំពេចកំប៉ុកក្នុងផ្ទះដែលមនុស្សប្រុសជាច្រើនមិនអាចធ្វើបានហើយជាការងារដែលគ្មាននរណាម្នាក់ចង់ធ្វើទៀតផងប៉ុន្តែមនុស្សស្រីម្នាក់អាចធ្វើការងារទាំងនេះបានពេញមួយជីវិតរបស់គាត់ដែលនេះពិតជាគួរឲ្យកោតស្ញប់ស្ញែងខ្លាំងណាស់សម្រាប់ខ្ញុំក្នុងនាមខ្ញុំជាមនុស្សស្រីម្នាក់ខ្ញុំមិនមែនកើតមកដើម្បីធ្វើត្រឹមតែជាផ្ទាំងក្រណាត់សឬកន្សែងសមួយផ្ទាំងរបស់សង្គមទេព្រោះខ្ញុំមិនមែនគ្រាន់តែកើតមកដើម្បីទទួលយកស្នាមប្រឡាក់ដែលមិនអាចបោកជ្រះស្អាតនោះទេខ្ញុំក៏មិនមែនកើតមកដើម្បីទាមទារយកតម្លៃថ្លៃដោយគ្រាប់ពេជ្រឆ្នៃដែលត្រូវឲ្យមានអ្នកមកដណ្ដើមចង់បានឡើយចា៎ប៉ុន្តែខ្ញុំពិតជាចង់កើតមកជាគ្រាប់ពូជមួយគ្រាប់ដ៏មានតម្លៃគឺគ្រាន់តែជាគ្រាប់ស្រូវមួយគ្រាប់ដែលធ្លាក់ចុះនៅលើដីដែលមានជីជាតិហើយអាចដុះលូតលាស់បែកគុំល្អនិងបង្កើតជាពូជស្រូវថ្មីបន្ថែមច្រើនទៀតបើធ្វើត្រឹមតែជាផ្ទាំងសម្ពុតសឬជាកន្សែងសមួយផ្ទាំងនោះយើងនឹងទទួលបានត្រឹមតែស្នាមប្រឡាក់ដែលពិបាកបោកចា៎បើធ្វើជាមហាកំពែងដ៏រឹងមាំមួយយើងនឹងអាចបានត្រឹមតែជាអ្នកការពារដែលមិនអាចកម្រើកខ្លួនបានគឺឈរនៅមួយកន្លែងបើធ្វើជាក្របពេជ្រមួយក្របនោះយើងបានត្រឹមតែលំអភាពលោឆាយតាក់ទាញរបស់មនុស្សជាច្រើនដែលមានលទ្ធភាពដើម្បីយកបានយើងប៉ុណ្ណោះពួកគេខ្លះគ្រាន់តែត្រូវការយកយើងដើម្បីបង្អួតមនុស្សដែលនៅក្បែរខ្លួនគេតែប៉ុណ្ណោះប៉ុន្តែប្រសិនបើយើងធ្វើជាពូជស្រូវត្រឹមតែមួយគ្រាប់ដែលជ្រុះលើដីមានជីជាតិមិនយូរប៉ុន្មានយើងនឹងក្លាយជាប្រយោជន៍ចំពោះមនុស្សរាប់សិបនាក់មនុស្សជាច្រើននឹងត្រូវការយើងហើយគេនឹងត្រូវការយើងជាចាំបាច់បំផុតក្នុងជីវិតរស់នៅទៀតផងចា៎ខ្ញុំនឹងមិនធ្វើជាមនុស្សស្រីទន់ជ្រាយនោះឡើយប៉ុន្តែខ្ញុំធ្វើជាមនុស្សស្រីដ៏ទន់ភ្លន់ម្នាក់ខ្ញុំមិនធ្វើជាមនុស្សស្រីដែលចេះត្រឹមតែរឹងរូសទេខ្ញុំនឹងធ្វើជាមនុស្សស្រីដែលរឹងមាំម្នាក់អ្វីដែលខ្ញុំនិយាយគឺនិយាយសម្រាប់ការតាំងចិត្តរបស់ខ្ញុំខ្លួនឯងវាមិនមែនជាការសន្យាចំពោះនរណាម្នាក់ទេប៉ុន្តែវាជាការតាំងចិត្តសម្រាប់មនុស្សមួយជីវិតជាមនុស្សស្រីម្នាក់ ហ
ខ្ញុំពិតជាអាចធ្វើបានហើយមនុស្សស្រីគ្រប់គ្នាផ្សេងទៀតក៏អាចធ្វើបានប្រសិនបើអ្នកត្រៀមខ្លួនដើម្បីធ្វើរឿងទាំងអស់នេះខ្ញុំគិតថាមនុស្សស្រីជាច្រើនផ្សេងទៀតនឹងអាចយល់ដែរយល់ថាពួកយើងមិនមែនកើតមកដើម្បីទទួលត្រឹមតែស្នាមប្រឡាក់ដែលពិបាកបោកមិនមែនគ្រាន់តែធ្វើឲ្យសង្គមយកយើងទៅប្រៀបធៀបក្រណាត់និងក្រណាត់សនិងក្រមាសនោះទេមកពីខ្លាចប្រឡាក់ទើបក្រណាត់សឬកន្សែងសមិនត្រូវបានគេយកទៅច្នៃឲ្យស្អាតបើគិតថាខ្លួនជាក្រណាត់វាគួរតែជាក្រណាត់ប៉ាក់ដែលមានតម្លៃតែគេអាចរចនានិងកែកុនបានស្អាតថ្លៃថ្នូរគេថែគេថ្នមមិនហ៊ានឲ្យប្រឡាក់ស្នាមមនុស្សស្រីអើយសូមបង្កើតជំរឿសសម្រាប់ជីវិតអ្នកដោយខ្លួនឯងបង្កើតជំរឿសណាដែលអ្នកចង់ជ្រើសរើសយកចា៎កុំឲ្យគេកំណត់និងដាក់ឈ្មោះឲ្យអ្នកជាពិសេសគឺសង្គមព្រោះពេលខ្លះវាធ្វើឲ្យយើងជាមនុស្សស្រីស្ថិតនៅក្នុងសម្ពាធដែលពិបាកទទួលយកចាកុំគ្រាន់តែរងចាំធ្វើជាជំរឿសសម្រាប់ឲ្យគេជ្រើសរើសអ្នកគួរតែចាប់ផ្ដើមបង្កើតឲ្យមានជំរឿសនិងគូសវាសផ្លូវជីវិតសម្រាប់ដើរទៅមុខដោយខ្លួនឯងហើយសូមក្រោកដើរទៅដោយភាពក្លាហានបំផុតចាអត្ថបទនេះបញ្ចប់ត្រឹមប៉ុណ្ណេះឯងចាបងប្អូនចាសូមខន្តីអភ័យទោសរាល់កំហុសឆ្គងនិងសូមអរគុណសូមជម្រាបលារាត្រីសួស្តី